ជាមហាសេដ្ឋីវ័យក្មេងរបស់ពិភពលោកក្រុមហ៊ុនដែលបង្កើតឡើងដោយក្មេងប្រុសវ័យត្រឹមតែ19ឆ្នាំបច្ចុប្បន្នគឺបានប្រើប្រាស់ដោយក្រុមហ៊ុនយក្សធំៗដូចជា Meta Microsoft និង OpenAI ជាដើមតោះទៅស្ដាប់ប្រវត្តិរបស់គាត់ជាមួយគ្នានេះគឺជា Alexander Wang ដែលកើតនៅឆ្នាំ1997លោក Wang ក៏បានបង្កើត Scale AI នៅក្នុងឆ្នាំ2016ដែលកាលនោះគឺលោកមានវ័យត្រឹមតែ19ឆ្នាំប៉ុណ្ណោះសម្លេងអនាម័យមីមីជាជំនួយការដ៏ល្អឯកក្នុងថ្ងៃពិសេសរបស់ស្ត្រីមានច្រើនជម្រើសបំពេញទៅតាមតម្រូវការនិងគ្រប់កលៈទេសៈសម្លេងអនាម័យមីមីទន់ស្និទ្ធបត់បានគ្រប់អេរយាប័តជាប់ចិត្តតាំងពីប្រើលើកដំបូងក្រុមហ៊ុនរបស់គាត់គឺផ្ដល់សេវាកម្មបញ្ចូលទិន្នន័យសំខាន់ៗជួយដល់អាជីវកម្មឬក៏អង្គការបណ្ដុះបណ្ដាលប្រព័ន្ធ AI ឲ្យកាន់តែឆ្លាតវៃនិងមានប្រសិទ្ធភាពខ្ពស់ជាងមុនអតិថិជនរបស់ Scale AI ក៏រួមមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Meta Microsoft និង OpenAI ផងដែរក្រុមហ៊ុនទាំងនេះគឺពឹងផ្អែកទៅលើ Scale AI ដើម្បីផ្ដល់នូវទិន្នន័យដែលមានគុណភាពខ្ពស់និងទ្រង់ទ្រាយធំដែលត្រូវការដើម្បីបណ្ដុះបណ្ដាលគំរូ AI របស់ពួកគេនៅក្នុងឆ្នាំ2021 Scale AI គឺមានតម្លៃរហូតដល់ $7.3 លានដែលធ្វើឲ្យ Wang ក្លាយជាមហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងក្មេងជាងគេបំផុតនៅលើពិភពលោកនៅគ្រានោះផងដែរគឺត្រឹមឆ្នាំ2025ទ្រព្យសម្បត្តិសុទ្ធរបស់គាត់គឺត្រូវបានប៉ាន់ប្រមាណខែមានប្រមាណ$2,000 លានផងដែរ